ចឹងឥឡូវដោយសារមានអ្នកចូលមើលខ្លះហើយចាអញ្ចឹងខ្ញុំសូមជម្រាបសួរប្រិមិត្តដែលបានចូលមកនិយាយលេងជាមួយខ្ញុំនៅក្នុងរាត្រីនេះចានិយាយទៅថាសាច់រឿងថ្ងៃនេះមិនមែនថាខ្ញុំនិយាយដើម្បីវាយប្រហារទៅអ្នកចិត្តខាងប្រទេសយើងទាំងអស់ទេពីព្រោះថាសម្រាប់ខ្ញុំទស្សនៈខ្ញុំយល់ថានៅទីណាក៏ដោយជាតិសាសនាក៏ដោយក៏តែងតែមានអ្នកចេះដឹងអ្នកមិនចេះដឹងអ្នកល្អអ្នកអាក្រក់វាជាការធម្មតាទេចាវាជាការធម្មតាទេគាត់ថាជាតិសាសមួយនោះតាមឈ្នានេះយើងហ្នឹងវារាប់រយឆ្នាំមកហើយអញ្ចឹងទៅវាសល់ពូជសល់ឈាមតាមឈ្នានេះហ្នឹងវាច្រើនចាប៉ុន្តែគេអ្នកចេះដឹងអ្នកអីហ្នឹងក៏ច្រើនដែរចាក៏ច្រើនដែរដល់អញ្ចឹងទៅមានមនុស្សល្អមនុស្សអាក្រក់អញ្ចឹងខ្ញុំអត់ដែរហ៊ាននិយាយថាពួកគេទាំងអស់ទេចាហើយបើប្រិយមិត្តតាមដានខ្ញុំពេលខ្ញុំនិយាយអំពីអ្នកចិត្តខាងយើងហ្នឹងអ្នកចិត្តខាងប្រទេសយើងហ្នឹងណាខ្ញុំអត់ធ្វើវីដេអូដើម្បីជេរពួកគេទេចាឬក៏ឆ្លោះមួយពួកគេទេខ្ញុំឃើញប្រិយមិត្តប្រជាជនឬក៏អ្នកបង្កើតមាតិកាមួយចំនួនគាត់មានសេចក្តីឈឺចាប់គាត់មានការស្នេហាជាតិស្នេហាវប្បធម៌ប្រពៃណីប្រវត្តិសាស្ត្រដូចតែប្រិយមិត្តដូចតែខ្ញុំអញ្ចឹងគាត់គ្រាន់តែថាthe way របៀបគាត់ចេញមកគឺគាត់ជេរគេយកទាំងអស់អញ្ចឹងខ្ញុំសុំទោសបើប្រិយមិត្តរំពឹងថាឲ្យខ្ញុំជេរពួកចិត្តខាងហ្នឹងណាខ្ញុំអត់ជេរទាំងអស់ទេចាហើយខ្ញុំអត់ចូលចិត្តចាខ្ញុំអត់ចូលចិត្តធ្វើវីដេអូជេរគេអាណាណៃអីទេអញ្ចឹងខ្ញុំសុំទោសចាមិនបាច់ជេរទេយើងបង្ហាញតែប្រវត្តិសាស្ត្រពិតវប្បធម៌ប្រពៃណីទលាមទម្លាប់របស់យើងហ្នឹងនៅវាក្តៅជាងយើងជេរទៀតចាយើងបង្ហាញការពិតយើងបង្ហាញផោះតាងយើងទាញឬគល់មកហ្នឹងគឺគេខឹងគេឈឺជាងយើងជេរគេមក1000ដងប្រិយមិត្តចាអញ្ចឹងបានថាពេលយើងស្វែងយល់ឲ្យកាន់តែច្រើនណាយើងយល់កាន់តែច្រើនយើងមិនបាច់ប្រើភាសាជេរអូខេប្រិយមិត្តអាចឆ្លើយឆ្លងមួយពួកគាត់ជេរឆ្លោះគ្នាអីរឿងធម្មតាឯងប៉ុន្តែខ្ញុំជាអ្នកចេញវីដេអូខ្ញុំជាអ្នក live វីដេអូខ្ញុំអត់ចង់ផ្សព្វផ្សាយអាភាសាជេរប្រមាថហ្នឹងនៅក្នុងសង្គមយើងទេចាខ្ញុំចង់តែផ្សព្វផ្សាយការពិតផ្សព្វផ្សាយចំណេះដឹងផ្សព្វផ្សាយអ្វីដែលជាទម្លាប់ល្អឲ្យតែការពិតចេញមកខឹងមិនបាច់និយាយទេជេរ1000ម៉ាត់មិនស្មើបង្ហាញការពិត1ម៉ាត់ទេចានេះសម្រាប់ខ្ញុំចង់និយាយមិននិយាយដើមពួកនឹងទេមិនដឹងមិនទេដឹងគេចេះស្ដាប់ខ្មែរអីពីព្រោះខ្ញុំនិយាយតែភាសាខ្មែរហ្នឹងហើយខ្ញុំតែសេអង់គ្លេសហ្នឹងបន្តិចបន្តួចអីចឹងឯងតែពួកហ្នឹងវាដឹងម៉េះដឹងខ្ញុំនិយាយអីណោះរាយការណ៍នៅក្នុង Facebook ហ្នឹងហើយអាកន្លែង review ហ្នឹងហើយគេចូល review អត់ល្អឲ្យខ្ញុំអីចឹងតា Facebook ខ្ញុំកំពុងអា live វីដេអូនេះចឹងណាចាបើ Facebook មួយទៀតអត់មានកន្លែង review ទេដោយសារជា profile អត់មានកន្លែងទេតែ Facebook នេះជារបៀប page ចឹងមានកន្លែង review ប៉ុន្តែឃើញប្រិមិត្តច្រើនណាបាន review ឲ្យខ្ញុំល្អហ្នឹងខ្ញុំអត់ដែរសុំអីគាត់ review ខ្លួនគាត់ចាហើយពួកក្មេងតូចទំនើងហ្នឹងក៏ខ្ញុំអត់ដែរសុំអីដែរតែមក review អាក្រក់ឲ្យខ្ញុំប្រិយមិត្តដឹងអីពេលគេតសេអញ្ចឹងណាដើម្បីគេបង្អាក់កុំឲ្យផុសប្រវត្តិសាស្ត្រផុសចែករំលែកការពិតខ្ញុំហ្នឹងFacebook រុញឲ្យគ្នាយើងឃើញច្រើនមានន័យថាគេបិទអត់សូវឲ្យឃើញអញ្ចឹងជាគោលបំណងគេធ្វើអញ្ចឹងដើម្បីកុំឲ្យផុសខ្ញុំហ្នឹងវាទៅដល់មនុស្សច្រើនឲ្យមើលតែឃើញតែមនុស្សបន្តិចទៅបានហើយចាអញ្ចឹងកាលណាពួកគេចូលរីកាច្រើនអញ្ចឹងរីកាច្រើនទៅជួនកាលFacebook ឲ្យព្រោះលឿងអីចឹងទៅជួនកាលខ្ញុំធ្លាប់បានលឿងហើយក្រហមហ្នឹងហើយដោយសារពួកនោះរៀបការខ្លាំងមែនទែនកាលពីចុងឆ្នាំ2025ចូលដើមឆ្នាំ2026រៀបការឲ្យខ្ញុំឡើងលឿងហើយស្រាប់តែប្រហែលថ្ងៃរៀបការឲ្យខ្ញុំទៀតឡើងខ្ញុំក្រហមហើយខ្ញុំធ្វើអីអត់ចេញឡើងប្រហែលថ្ងៃចាហើយឡើងខ្ញុំតវ៉ាទៅ Facebook ខ្វាមតាបានហ្នឹងឡើងប្រហែល1ខែ2ខែគ្រាន់តែបើកឲ្យខ្ញុំ live វីដេអូវិញបានហ្នឹងគឺថាវារៀបការវាសម្រុកគ្នាច្រើនហើយការចូលឆ្នាំហ្នឹងខ្ញុំធ្វើវីដេអូដោយសារខ្ញុំយកពីថតព័ត៌មានខ្លះចេញពីទូរទស្សន៍របស់ប្រទេសបារាំងហ្នឹងគេផ្សាយអំពីប្រវត្តិរបស់ស្ដេចថៃហ្នឹងប្រវត្តិហ្នឹងគឺប្រវត្តិអត់ល្អទាំងអស់ហើយចឹងគេមានវីដេអូគេមានអីទាំងអស់ហើយគេបង្ហាញនៅក្នុងទូរទស្សន៍ហ្នឹងហើយទូរទស្សន៍ហ្នឹងបើសិនប្រិយមិត្តនៅប្រទេសបារាំងហ្នឹងបើមើលទៅ public ណាគេទុករយៈពេលឲ្យយើងមើលរហូតដល់3ឆ្នាំឥឡូវតាំងពីគេផ្សាយចុងឆ្នាំមុនហ្នឹងរហូតដល់ឥឡូវនៅតែមើលឃើញអញ្ចឹងថាដល់តែគ្រប់3ឆ្នាំបានគេបិទឈប់ឲ្យមើលអញ្ចឹងយើងបើកមើលទៅហើយខ្ញុំបើកទូរទស្សន៍មើលហើយខ្ញុំថតចូលតែទូរស័ព្ទហើយខ្ញុំចែករំលែកខ្លះហើយណាពីព្រោះគេផ្សាយហ្នឹងរយៈពេល1ម៉ោងវីដេអូហ្នឹងនិយាយទាំងអស់ហ្មងហើយខ្ញុំថតខ្លះ
ចែករំលែកនៅក្នុងបណ្ដាញសង្គមនិយាយពីថាអូចូលរីកាឡាក់បានពាន់លឿងពណ៌ក្រហមមកឲ្យកាលពីចុងឆ្នាំចាហើយឥឡូវថ្មីនេះឃើញខ្ញុំចែករំលែករឿងប្រវត្តិសាស្ត្ររឿងនិយាយទៅថារឿងតាក់ទងហ្នឹងគេក្តៅណាគេចូលរីកាគេចូល review អីគេចាប់ដើមចូលមកខ្លះទៀតនិយាយទៅអាក្មេងតូចនេះដូចប្រិយមិត្តម្នាក់ថាចឹងក្មេងតូចទំនើងក្មេងតូចទំនើងមែនហ្មងណាចឹងបានថាមិនបាច់ចេទេចេ1000ម៉ាត់មិនស្មើនឹងយើងលើកកកាយរឿងការប៉ັດមួយម៉ាត់ទេចាពេលដែលបង្ហាញការប៉ັດមួយម៉ាត់ជាមួយនឹងផោះតាងជាក់លាក់ជាមួយនឹងរូបថតជាមួយនឹងឈ្មោះជាមួយនឹងព្រឹត្តិការណ៍ពេលណាឆ្នាំណាអូយចូលមកដូចសម្ោចរោមស្ករអញ្ចឹងចូលមកច្រើនណាស់អញ្ចឹងបានថាអារបៀបថាបើដូចខ្ញុំនិយាយថាជេ1000ម៉ាត់អត់ស្មើនឹងការបង្ហាញការប៉ັດមួយម៉ាត់ទេជាមួយពួកហ្នឹងយើងជេអីឈ្នះគេច្រើនអ្នកសឹងអីហើយនិយាយរឿងចូលដល់សាច់រឿងនិយាយរឿងចម្រៀងរបស់វៀតណាមដែលធ្វើ MV គេហ្នឹងស្អាតហ៎បរិមាណហ្នឹងហើយគេរៀបចំស្អាតហើយមានភ្លេងមានអីពីរោះហើយនឹងចូលភាសាខ្មែរយើងមួយម៉ាត់អីចឹងបងមានស្រឡាញ់អូនទេអីហ្នឹងខ្ញុំគិតថាប្រិយមិត្តគ្រប់គ្នាដឹងទាំងអស់ហ្នឹងចាឲ្យតែខ្មែរយើងដឹងទាំងអស់ហើយចាអញ្ចឹងចម្រៀង MV ហ្នឹងគេផលិតមកបានស្អាតល្អមើលទៅជាក់ភ្នែកបង្ហាញអីចឹងដូចខោកវាដឹងប៉ុន្មានកញ្ញខ្ញុំប្រាប់ឲ្យថាមិនបាច់ចេទេយកតែរឿងការពិតបង្ហាញការពិតចឹងណារឿងហ្នឹងខ្ញុំនិយាយសើចតិចរឿងហ្នឹង MV ហ្នឹងណាដូចវៀតណាមហ្នឹងចាប់បោចសក់អាក្មេងតូចទំនើងហ្នឹងបោចគ្រូហើយខោកញ្ញដឹងប្រហែលកញ្ញហើយបោចសក់ខោកដោយសារតែចម្រៀងមួយបទហ្នឹងឡើងផ្អើលប្រិយមិត្តអើយឡើងផ្អើលពួកវាចូលបញ្ចេញមតិឡើងច្រើនហើយសំបីតែខ្ញុំចូលបញ្ចេញមតិនៅក្នុង Facebook page របស់អ្នកចម្រៀងជនជាតិវៀតណាមហ្នឹងខ្ញុំចូលបញ្ចេញមតិដែរចឹងប្រិយមិត្តតាមខ្ញុំដល់ក្នុងហ្នឹងទៀតនិយាយថាតាមអើយតាមមកឈប់តាមខ្ញុំមកឈប់ហ្មងចាខ្ញុំចូលបញ្ចេញមតិអីក៏មិនបានដែរគឺថាតាមហ្មងម៉េចតដើមវប្បធម៌របស់ប្រទេសថៃអ្នកឯងមានហេតុផលអីតដើមនិយាយទៅតាមខ្ញុំឈប់ចូលមើលឆ្លើយឆ្លងនិយាយទៅខ្ញុំអត់ចង់ឆ្លើយអីច្រើនទេនិយាយទៅថាតាមហើយប្រិយមិត្តបានចូលមើលនៅក្នុង page របស់វៀតណាមដែលគេដាក់ចម្រៀង MV ហ្នឹងអូយពួករឿងឡើងឈួតម៉េះឡើងខំឡើងឈួតមែនតើហ្មងឲ្យតែអ្វីតាក់ទងនឹងខ្មែរយើងប្រិយមិត្តហើយប្រវត្តិសាស្ត្រក៏ដោយវប្បធម៌ក៏ដោយប្រពៃណីក៏ដោយណាសម្លៀកបំពាក់ក៏ដោយមហូបអាហារក៏ដោយគឺថាចំណែនថាដូចតួចំណែនចាប់ជាតិណាតួចំណែនចាប់ជាតិមែនចំណែនណាហើយគេអួតគេប្រទេសអ្នកមានគេអួតគេជាប្រទេសអ្នកចេះដឹងចាប្រទេសគេធំជាងប៉ុន្តែហេតុអីក៏ចំណែនអត់ចេះឈប់អញ្ចឹងអ្វីតាក់ទងខ្មែរយើងគឺចំណែនដណ្ដើមមកតែម្ដងហួសហ្មងណាហើយទៅខ្ញុំឃើញគេបង្កើតเพจមិនដឹងថាเพจចាស់เพจថ្មីឯណាបោះប្រទេសអាក្មេងតូចទំនើងហ្នឹងណាគេបង្កើតច្រើនណាហើយគេដាក់យកចម្រៀងរបស់ MV ហ្នឹងទៅបង្កើតហើយនិយាយទៅជាច្រៀងថាហ្នឹងវប្បធម៌ប្រពៃណីរបស់ថៃអីចឹងអត់ចេះខ្មាស់គេទេហីចម្រៀងគេបង្កើត MV ប៉ុណ្ណាណៃហើយយើងយកចម្រៀងគេទៅធ្វើចម្រៀងរបស់ថៃហើយឲ្យគេច្រៀងថាស្បៃថាប្រពៃណីថាចម្រៀងហ្នឹងគេច្រៀងអួតឲ្យប្រទេសខ្លួនឯងហើយចោះអីក៏អ្នកមានអីក៏អ្នកចេះដឹងអីក៏ធ្វើបែបហ្នឹងខ្ញុំឃើញខ្ញុំហួសហ្មងហើយខ្ញុំក៏បានថតអារូបเพจអស់ហ្នឹងយកផុសខឹងខ្ញុំខឹងទៀតពីព្រោះច្រើនណាខ្ញុំឃើញច្រើនណាហើយខ្ញុំយកការទៅក៏ខ្ញុំរំលងទៅខ្ញុំមិនបានថតពី Facebook ហ្នឹងយកចែកជូនគ្នាយើងដើម្បីមើលនិយាយទៅថាពួកគេបង្កើតច្រើនហើយច្នៃប្រឌិតរឿងអាចម្រៀងហ្នឹងបានថាបង្កើតเพจក៏ច្រើនហើយតាមរាយការណ៍ខ្មែរណាដែលយករឿងហ្នឹងមកនិយាយអីចឹងហើយតាមបញ្ចេញមតិតាមររឿងយើងបានថាតាមមួយតាមច្នៃលូកខ្សៃហើយតួចំណែនអីនៅក្នុងឈាមចាប់កណើតតជាតិមែនវាតកណើតតជាតិតាមយើងហ្មងនឹងយកប្រទេសយើងអាណាចក្រខ្មែរឡើងធំប៉ុណ្ណាណៃណាឡើងធំប៉ុណ្ណាណៃយកអស់នៅសល់ទូចប៉ុណ្ណេះបើយើងធំប៉ុណ្ណេះយកតូចនៅសល់តូចកញ្ញប់ហើយយើងសេដ្ឋកិច្ចក៏អន់ជាងអ្វីយើងភាគច្រើនបច្ចុប្បន្នណានិយាយកាត់ទៅយើងនៅទៀបជាងគេយើងដើរអត់តាន់គេទេដោយសារយើងមានសង្គ្រាមស៊ីវិលហងមានខ្មែរក្រហមផងបែកបាក់ផ្ទៃក្នុងផងអត់តាន់ចេះចប់ចាដល់ចឹងទៅប្រទេសយើងវាទៀបជាងគេវាខ្សោយជាងគេប៉ិតមែនចា
តែយើងមាននៅក្នុងយើងអ្នកមានខាងប្រវត្តិសាស្ត្រយើងអ្នកមានខាងអរិយធម៌វប្បធម៌របស់ដូនតាយើងដែលបន្សល់ទុកឲ្យយើងណាប្រិយមិត្តចាហ្នឹងជាមោទនភាពរបស់យើងអញ្ចឹងបានយើងស្វែងយល់អំពីប្រវត្តិរបស់ខ្លួនឯងយើងកាន់តែដូចថាកោតឆ្ងើយសរសើរអំពីបុព្វបុរសអំពីដូនតារបស់ខ្មែរយើងហេតុអីក៏អស្ចារ្យយ៉ាងហ្នឹងចាអញ្ចឹងពួកគេអាចលូតលាស់លឿនជាងយើងដោយសារគេអត់មានសង្គ្រាមចាគេអត់មានសង្គ្រាមស៊ីវិលគេអត់មានខ្មែរក្រហមគេអត់សូវបែកបាក់គ្នាទេគេឆ្លោះគ្នាយ៉ាងណាឆ្លោះបានដីឆ្លោះបានទឹកសមុទ្រឆ្លោះបានអីចឹងទៅហើយយើងគិតតែដួលបែកបាក់រលំទឹកឃើញថ្ងៃនេះមានការរួបរวมខ្លះមកវិញចឹងណាសប្បាយចិត្តខ្លះចឹងទៅចាអញ្ចឹងមិនថាយើងវាទៀបជាងគេហើយពួកហ្នឹងគេវាដើរលឿនជាងយើងហើយយើងហែតែខ្មែរក្រហមអស់ប្រហែល3ឆ្នាំ8ខែ20ថ្ងៃយើងនៅសូន្យហើយគេចេះតែទៅមុខហើយចាហើយមុននឹងរបបខ្មែរក្រហមយើងរត់អបាតអបាយចោលក្រុងអង្គរហើយគេត្រួតត្រាគេដុតបំផ្លាញក្បួនកំពីលួចវត្ថុមានតម្លៃអស់ហើយយើងធ្លាក់ខ្លួនណាហើយគេមានប៉ុណ្្នឹងហើយគេនៅតាមចំណែនយើងពីព្រោះអីបើគេលួចប្រវត្តិសាស្ត្រយើងបានគេលួចទៀតណាប្រិយមិត្តក៏ដូចខ្ញុំទេបានថាអូយខ្ញុំហួសចិត្តដែរប្រិយមិត្តណាហួសចិត្តដូចខ្ញុំហ្មងមានបានតាមដានគួរហ្នឹងហើយឡើងឈួតហ្មងឡើងឈួតរឿងហ្នឹងឥឡូវហ្នឹងគេនាំគ្នាគេប្តឹងទៅក្រសួងវប្បធម៌របស់ប្រទេសថៃហ្នឹងឲ្យតវ៉ាជាមួយនឹងជនជាតិវៀតណាមដែលធ្វើ MV ហ្នឹងហើយเพจខ្លះទៀតគេបង្កើតជាភាសាគេធ្វើអាស័ព្ទថៃថលអាចំណងជើងរត់ពេកនិយាយអញ្ចឹងអក្សររត់ចេញមកជាភាសាថៃជាភាសាអង់គ្លេសហើយនឹងជាភាសាវៀតណាមចាគេលើករំលឹកថាអានឹងជារបស់ជនជាតិគេទេដែលគេខំបង្កើតថែរក្សាជាច្រើនសតវត្សណាស់មកហើយហេតុអីបានវៀតណាមនឹងយកវប្បធម៌យកសម្លៀកបំពាក់របស់គេមកថាជារបស់ខ្មែរចុះបើសិនជាគេលួចវប្បធម៌លួចសម្លៀកបំពាក់របស់វៀតណាមហើយគេថាជារបស់គេតើវៀតណាមនឹងខឹងដែរឬក៏អត់អីចឹងអូយគេអ្នកបង្កើតមាតិកានោះគេខំគេតវ៉ាច្រើនមែនទែនប្រិយមិត្តអើយឡើងឈួតវាថាវៀតណាមខោកញ្ញោដឹងម៉ានកញ្ញោពោក្បាលអស់និយាយលេងផងតែមែនទេណាអានខមមិនតិចចឹងនឹងប្រធានបទទី1រឿងMV របស់វៀតណាមហ្នឹងគឺផ្អើលនៅខាងប្រទេសហ្នឹងហ្មងណាផុសប្រវត្តិសាស្ត្រឲ្យច្រើនទៅបងកុំខ្វល់ពីពួកចោលផុសតើអូនប៉ុនវាចូលរាយការណ៍វាចូល review ពេញហ្នឹងវាខឹងអាលីសុផលសួស្ដីបងចាំចាមកពីបងប៉ានិយាយប៉ិតច្រើនអញ្ចឹងក្មេងតូចគេខ្លាចចាក្មេងតូចហ្នឹងខឹងណាខឹងសេងអីតែខ្មែរក្រោមខ្លះគេនិយមនិយាយថាខ្មែរវៀតណាមមិនមែនខ្មែរកម្ពុជាឥឡូវគេនិយមនិយាយបែបនេះណាអីអើយខ្មែរកម្ពុជាក្រោមខ្ញុំអាសាបានទៅហូជីមិញហ្នឹងហើយជួបខ្មែរកម្ពុជាក្រោមនៅទីនោះច្រើនហើយគាត់នៅតែនិយាយភាសាខ្មែរប៉ុន្តែសំនៀងជាភាសាខ្មែរដែលគាត់និយាយហ្នឹងរបៀបរដឺណាហើយអ្នកខ្លះអត់ចេះស្ដាប់សំនៀងខ្មែរកម្ពុជាក្រោមគាត់ថាវៀតណាមអត់ទេគាត់ខ្មែរកម្ពុជាក្រោមគាត់នៅរក្សាភាសាខ្មែរគាត់នៅនិយាយចាហើយនៅតាមមន្ទីរពេទ្យអីហ្នឹងមានអ្នកបកប្រែហ្នឹងខ្មែរកម្ពុជាក្រោមច្រើនណាចានៅធ្វើការតាមសន្តាគារហ្នឹងក៏មានខ្មែរកម្ពុជាក្រោមដែរអញ្ចឹងខ្មែរកម្ពុជាក្រោមខុសពីខ្មែរនៅខាងប្រទេសថៃសប្តាហ៍ថ្ងៃមិនដឹងថាខ្មែរនៅថៃគាត់ខ្លាចគាត់អីចឹងឬក៏យ៉ាងណាអីមិនដឹងឯគាត់ថាការរក្សាវប្បធម៌ប្រពៃណីខ្មែរទាំងពីរហ្នឹងព្រោះប្រទេសយើងវាខ្ញៃទៅនេះខ្ញៃទៅនោះណាអញ្ចឹងខ្មែរយើងកើតកូនតចៅវាទៅតាមប្រទេសដែលគេយកបានហ្នឹងហើយប៉ុន្តែគាត់ថាខ្មែរកម្ពុជាក្រោមខ្ញុំឃើញផ្ទាល់ភ្នែកស្ដាប់ផ្ទាល់តិចគាត់នៅនិយាយភាសារបស់គាត់ទេចាគាត់នៅរក្សាប្រពៃណីរបស់គាត់ចឹងណាហើយទៅខ្ញុំបានចូលសារមន្ទីរនៅប្រទេសវៀតណាមហ្នឹងដែលគេបង្ហាញអំពីប្រវត្តិនានាចឹងណាចឹងបានថាខ្ញុំអត់មានកាត់វៀតណាមអួតវៀតណាមទេមើលសម្បល់ខ្ញុំផងចាគាត់ខាងសារមន្ទីរហ្នឹងគេនិយាយការពិតអំពីប្រវត្តិនានាសំបីតែប្រទេសចម្ប៉ាជនជាតិចាមដែលវៀតណាមយកបានទាំងស្រុងហ្នឹងក៏វៀតណាមមកបានកុហកដែរថាបដិមានេះប្រាសាទនេះគឺជារបស់ចម្ប៉ាជារបស់ចាមគឺគេនិយាយរៀបរាប់ចាហើយអញ្ចឹង
ទឹកដីយើងខ្លះចូលទៅខាងប្រទេសវៀតណាមអញ្ចឹងមានបរិមាណមានអ្វីៗនៅសល់នៅក្នុងប្រទេសហ្នឹងក៏គេដាក់តាមបង្ហាញដែរគេអត់មាននិយាយថាបោះខ្មែរម៉ូនពូជអីណាមកពីអាក្មេងតូចនោះទេគេនិយាយថារបស់អាណាចក្រខ្មែរក្នុងកំឡុងសតវត្សទីប្រមាណអញ្ចឹងគឺគេរៀបរាប់អំពីប្រវត្តិការពិតទាំងអស់វៀតណាមហ្នឹងធម្មតារឿងប្រវត្តិសាស្ត្រដណ្ដើមទឹកដីគ្នាប៉ុន្តែគេអត់បានដណ្ដើមប្រវត្តិដណ្ដើមវប្បធម៌ប្រពៃណីយើងទេគេបង្ហាញការពិតហើយប្រិយមិត្តដឹងឯងបើសិនខ្ញុំឮពីគេខ្ញុំក៏អត់សូវជឿអីហ្មងដែរបើសិនជាមនុស្សហ្នឹងគួរយើងស្គាល់ទៅគួរឲ្យទុកចិត្តថាគាត់និយាយការពិតអាហ្នឹងខ្ញុំជឿប៉ុន្តែនេះខ្ញុំឃើញផ្ទាល់ភ្នែកប្រិយមិត្តខ្ញុំឃើញគាត់លេខខ្ញុំទៅសារមន្ទីរហ្នឹងហើយសារមន្ទីររបស់គេហ្នឹងណាគេលក់សម្បត្តិអត់ថ្លៃដូចសារមន្ទីរប្រទេសកម្ពុជាយើងទេសារមន្ទីរនៅស្រុកខ្មែរយើងតម្លៃហ្មងដូចជា500 1000សម្រាប់ជនជាតិខ្មែរប៉ុន្តែសម្រាប់ជនជាតិបរទេសដូចជាបើមិន5ទេ$10ចាសម្បត្តិចូលសារមន្ទីរជាតិយើងណាដូចជា$10អីខ្ញុំអត់ចាំទេដូចជា5ទៅ10ប៉ុន្តែខ្មែរយើងដូចជា500 1000រៀលទេប៉ុន្តែបរទេសថ្លៃចាប៉ុន្តែនៅក្នុងសារមន្ទីរប្រទេសវៀតណាមដែលខ្ញុំចូលមើលហ្នឹងគឺសម្បត្តិថោកមែនទែនចាថោកមែនទែនអត់ដល់ប្រហែល$2ផងចាថោកណាស់ចាគេអត់លក់ថ្លៃទេអញ្ចឹងយើងចូលមើលបានអត់ខ្វាយខ្វល់រឿងថវិកាអញ្ចឹងណាឥឡូវចូលដល់ប្រធានបទទី2បើសិនប្រិមត្តអត់មានយោបល់ប្រធានបទទី1ទេស្ដាប់ខ្ញុំហើយយើងនិយាយតទៅទៀតចឹងណាចូលដល់ប្រធានបទទី2អីគេចេះនិយាយរឿងប្រវត្តិសាស្ត្រតែដែរហ្នឹងចានិយាយរឿងប្រវត្តិសាស្ត្រមកពិភពលោកណាគេផ្លាស់ប្ដូរវប្បធម៌ប្រពៃណីអរិយធម៌គេឈ្លានពានទឹកដីគេយកទឹកដីគ្នាទៅមកមិនមែនតែនៅក្នុងអាស៊ីអាគ្នេយ៍យើងទេគឺនៅជុំវិញពិភពលោកសូម្បីតែនៅក្នុងប្រទេសអឺរ៉ុបនៅអាមេរិកនៅអូស្ត្រាលីនៅកាណាដាផ្សេងៗហ្នឹងគឺពីដើមមកគេធ្វើអញ្ចឹងចាគេអ្នកណាខ្លាំងតែដើមយកទឹកដីបានអញ្ចឹងទៅចាវាជារឿងធម្មតាជារឿងអតីតកាលគឺជារឿងប្រវត្តិសាស្ត្រណាប្រិយមិត្តជារឿងប្រវត្តិសាស្ត្រមួយពិភពលោកប្រទេសណាក៏ចឹងដែរគេដណ្ដើមគ្នាទៅមកគេទទួលឥទ្ធិពលពីគ្នាទៅវិញទៅមកប៉ុន្តែខុសគេតែមួយគត់នៅក្នុងមួយពិភពលោកគួរតែឲ្យអីពីរង្វាន់ Guinness ជូនគាត់ទៅមានតែមួយទេនៅក្នុងពិភពលោកទៅដល់ដណ្ដើមទឹកដីកន្លែងណាយកអរិយធម៌វប្បធម៌ប្រពៃណីសាសនាការរៀបចំដែនដីរដ្ឋបាលពីទីកន្លែងនោះពីព្រោះខ្លួនឯងវាអត់មានចាវាអត់មានវាតែដើមគេអញ្ចឹងដណ្ដើមកន្លែងណាបានគឺយកទាំងភាសាទាំងអក្សរសួរថាប្រទេសក្មេងតូចហ្នឹងមានភាសានៅពេលចូលមកហ្នឹងមានភាសាហើយតែភាសានិយាយមិនមែនជាភាសាអក្សរទេគាត់អត់មានអក្សរអីទេចាគាត់មានតែភាសានិយាយភាសាតៃគាត់ហ្នឹងអញ្ចឹងមួយពិភពលោកខ្ញុំឧទាហរណ៍នៅប្រទេសកាណាដាខ្ញុំបានឧទាហរណ៍លើមុនហើយប្រទេសកាណាដាដូចជាកើតជាប្រទេសពេញលេញហ្មងណាគឺក្រោយប្រទេសថៃទេប្រទេសថៃដណ្ដើមសុខោតីពីអាណាចក្រខ្មែរនៅក្នុងពាក់កណ្ដាលសតវត្សទី13ណាឆ្នាំ1200ជាងអញ្ចឹង238ប្រិយមិត្តចាដណ្ដើមសុខោតីហ្នឹងជារបស់អាណាចក្រខ្មែរហ្នឹងគឺកើតជាប្រទេសខ្លួនឯងនៅក្នុងពិភពលោកទើបតែមានប្រទេសជាលើកដំបូងគឺនៅពាក់កណ្ដាលសតវត្សទី13ចាឆ្នាំ1238ចាក៏ប៉ុន្តែប្រទេសកាណាដាក៏កើតប្រទេសក្រោយនឹងទៀតទម្រាំថាមានប្រទេសខ្លួនឯងពេញលេញហ្នឹងដឹងប្រទេសកាណាដាក៏កើតឆ្នាំណាគឺឆ្នាំ1867ប្រិយមិត្តគិតមើល1867 idol ខ្ញុំទឹកតែមកដល់អង្គរវត្តសាងសង់ហើយបាត់ហើយ1866ណាលវីដេឡាប៉ុកទៅបានមកដល់អង្គរវត្តហើយប៉ុន្តែក្នុងឆ្នាំ1867ប្រទេសកាណាដាកើតជាប្រទេសកាណាដាហ្មងចាកើតជាប្រទេសកាណាដាហ្មង1867ទេចាអញ្ចឹងកាណាដាគេជាប្រទេសមហាអំណាចមួយមែនទេប្រិយមិត្តជួនលឿនណាស់ខ្លាំងអ្នកមានហើយគេមានច្បាប់ទម្លាប់គេប្រទេសនិយាយទៅថាប្រទេសមួយនៅក្នុងចំណោមប្រទេសមហាអំណាចនានានៅក្នុងពិភពលោកមិនអញ្ចឹងចាហើយតុងជាតិគេស្អាតណាកាលខ្ញុំពីក្មេងខ្ញុំមិនសូវចាំតុងជាតិទេចាក្រៅពីតុងជាតិប្រទេសកម្ពុជាតែតុងជាតិដែលខ្ញុំស្រឡាញ់ហើយចាំជាងគេគឺតុងជាតិប្រទេសកាណាដាដែលសារមានស្លឹកឈើហ្នឹងហ៎ហើយស្អាតពណ៌ក្រហមហើយផ្ទៃពណ៌សហើយមានស្លឹកឈើហ្នឹងរាងស្អាតដល់អញ្ចឹងទៅពីក្មេងមកខ្ញុំចាំជាងគេហ្នឹងគឺតុងជាតិប្រទេសកាណាដាបើប្រទេសបារាំងប្រទេសថៃអីប្រទេសហូឡង់អីហ្នឹង
vì po ấy sẽ điên kia cặp ngà mũi tới lơ mũi đây mũi bị thô ấy chẳng mũi cả hòm một mũi cả hòm tới cào ấy chẳng nhưng mà sao chạm mình vậy tầm tròn cả bị mình nha hay khi chạm gì cái ở tông chiết Canada nè chẳng hoàn hàng tê Canada cá cào tê mình tôi nâng từ tiên bên tay kia ở đây có họ và sát tê kia đây có họ tê đây một ơi cô ơi ngay xa cái mòn bên này kia ở họ và sát chẳng á cứ đi tham cái căn thầm như nằm lấy mà đang chia tại đảo và sát lụi bao kê thợ ấy hay khi mà đăng tề đọc đây chẳng khi nhóm ta lên nơi cặp bông phai mùi nơi tì krong Montreal nữa sao bao kê ta xe bảo quạt barang chân chiết barang mua giặc cắt xe em đắng thế rô khơi nhà cả rô tam là bon nâng sao chiêu chọc màu ấy khơi nhà lại bông phai cái nâng cái miếng mua cho nó cái đạo rục đạo ấy riêng bảo quạt xa nam na trong khang barang cái chọc màu ấy chẳng á chứ cái đạo bảo quạt tầng mấy có kê mình có họ thang chân chiết Canada kê nè rô khơi nặng năng tới chà cái ở cả họ phong năng prey mặt cận mờ ở cả họ phong chà hay đáp pe nhom ta đo tì krong kỳ bịch á ra là nhom khơi như ruột sạch bà rắn cái tăng lòng thông nơi tì krong chặt kê nắng cái thưa ấy cái thưa đôi tha thưa ruột sầm nạ rồi bao sạch lưỡi tì đập buôn á lưỡi cà tố bao bà rắn nắng á sạch đời ha là bay cái ha sạch bẹt tật rồi bỏ tê bà rắn lắm quạt nhiên rồi hạ sản niệm tha sạch bẹt tật chà sạch lưỡi tì đập buôn nắng cái thưa ruột nắng hay cái này dây ri bọt hay khi trẻ chăng chứ mấy bạn đây sao thì mà ở ban an của vọt cây môn nhom tơ chăng á nhom phải nhập nhom tơ chăng á khi chăng nó là tha chồng mấy bạn miên ruột sạch bà rắn nơi không tì krong kia về cái lại tì krong chả bao cây nằng chồng hay mấy bạn kia đồng nang ấy là o đạo hụt ấy sao ấy mà hay tất cả khi em ta mơ cái lại kia là xe ấy chăng á ná hay khi em bài mơ internet time thì tôi tiếng nhom chăng ngon lắm hay khi em chơi chất đơn chặt trong phong hay khi đa bơ tam tia kia chuẩn đoán chặt cháy nó cái ọt vay chào đấy cha cái tụng đơn nắng hay cái đạp lại tia mua mà chặt em gặp bị chuẩn đoán môn nữa á hay chắc man khi năng hạ ô thì không ở cái bệnh nắng co bà rắn trên nè ở bà ca đài hay ca môn nắng cứ miền bộ rác mà nè đôi chia bẩm pa rồi ở nước pro nơi lơ tịch nơi không tịch không nắng á hay sấy ta học sập ram này sấy học sập ram này hay pro lăng bẩm pi rồi nẻng bày mặt cật mờ chà nên khi ông dậy tẹt tông ha cái cao khao à tê mình tôi tê tay kia miên lẹ vào tê kia rùng lấp tầng kia vậy tất cả cái miên ấy lẹ cha là bây chắc miên học sập ram sạch trái hay bố rót làm một bờ rồi hay cất mở na từ xây môi vào đây đập một hay sập ở đây cả đó chấm ban sẽ đặt ti đập buôn bao bà răng nắng chị nè crop cro ấy chấm bên chun sạch trái màu đôi chị chiên một bờ rồi bấm bờ rồi sợi bà rắn vô bị sập bà rắn từ đó chà đôi bờ rồi chặt em đóng ấy chà vô chiên bấm bờ rồi tới đập bấy ơi miền cú ở pro nơi Canada năng miền Pol nữa cất mớ pro ở miền Sài phẳng năng hay tờ rô Sài vì nào có cao cầm nào bị chia chôn mạch bàn bờ Sài làm tích năng cả học sập hẻm nẻng cất mớ học sập hẻm nè hay khe bên năng pro thật chân anh đại mà rắn vô Sài từ neri tới chung quân chiên bấm bờ rồi sợi bà rắn tất có cao chẳng khơi những sợi bà rắn nên nắng hay kia này dây bị xa bà rắn bà thua bà bay này ấy sasna kia chẳng kia Canada bị thông này khác kia vô tam ông lệ chẳng tư hay này khác đôi khi một tí hò mà những cái vô tam bà rắn bên tay p dương chỉ nhiều test cho rồi có chia bị chia chôn ấy chẳng á dương đau tới cái lại ná cái prap và quạt lại nằng dương đau tới sạ mình tí prap và quạt sạ mình tí dương đau tới cái bông phai prap sạ phẹp và quạt ở cái bông phai cướp tí cái lại đây miềnประวัติศาสตร์cái ọt lẹ tê cha cái ọt lẹ tê cướp tê tặng cha miền đạp tê nuôi nông tê mơ từ tu ở từ po bị dương vô tăng pi thị xa so bị dương hay mấy trả lời cái vô so dương tới cái thà so ấy cái màu bị ná đây mà chàng đây cái thà vô màu bị ná ấy môn ấy kia ná ấy chẳng á chàng hay vô mơ một vật xa từ môn màu bị ná miền tà ná chặt khmai miền tà khmai cha môn nâng khmai nâng ná chàng hay vô so ca riệp chom bài bọt rọt bà bọt đá chứ bày mặt trà bài bọt rọt bà bọt đá nó có vô tam pi rồi bi bọt bà nãy chặt mai dương đài hình chân ca piประมาณ khai môn nọ ôi vậy thà không tôi tầm nương việc không nhom việc vô rút nhom nó cắt to nơi không đập phết cô ấy à bày mặt đăng hay bị sạ ha nữa nè vì do rút nhom cột bẹt cột giang thơ năng bị pro việc không nhom tha rút sạch
บอเวียนั่งตามปะอวดจ้ารูปปะอวดนั่งเหรอក្នុងសភៅប្រវត្តិសាស្ត្រគេថាជីវតាខ្វាន់មកដល់ប្រទេសខ្មែរយើងហ្នឹងឃើញព្រះមហាក្សត្រខ្មែរតាមបង្អួចជួបភ្ញៀវណាជួបអ្នកមកគួរព្រះអង្គអញ្ចឹងណាពីដើមហ្នឹងគឺតាមបង្អួចមាសអញ្ចឹងជីវតាខ្វាន់បានកត់កំណត់ហេតុទុកហើយថាឃើញប្រពៃណីរបស់ប្រជាជនខ្មែរបែបណាប្រពៃណីរបស់ស្ដេចបែបណាអញ្ចឹងណាអញ្ចឹងដោយសារតែជីវតាខ្វាន់គាត់កត់កំណត់ហេតុទាំងអស់នោះបានយើងសល់ផុសតាំងហើយអ្នកប្រាជ្ញអ្នកប្រវត្តិសាស្ត្រអ្នកជំនាញគ្រប់ជនជាតិជាពិសេសបារាំងហ្នឹងក៏គេពឹងផ្អែកទៅលើកំណត់ហេតុរបស់ជីវតាខ្វាន់ហ្នឹងដូចគ្នាហើយប្រិយមិត្តដឹងទេជីវតាខ្វាន់សរសេរជាភាសារបស់ចិនទេណាមនុស្សទី1ដែលបកប្រែកំណត់ហេតុជីវតាខ្វាន់ហ្នឹងដឹងអ្នកណាគឺជនជាតិបារាំងចាជនជាតិបារាំងជាអ្នកបកប្រែក្រោយមកគេបកប្រែទៅជាភាសាណាតរហូតដល់ទៅជាភាសាខ្មែរយើងគឺមុនចំនួនខ្មែរក្រហមចាបានខ្មែរយើងបកមកទៅជាភាសាខ្មែរប៉ុន្តែកំណត់ហេតុជីវតាខ្វាន់ហ្នឹងដំបូងបំផុតលើកទី1ទី2ទី3ហ្នឹងសិតតែពួកបារាំងគេបកប្រែពីចិនមកបារាំងចាអញ្ចឹងបានគេដឹងអំពីប្រវត្តិរបស់ខ្មែរយើងបើអត់ជីវតាខ្វាន់ហ្នឹងណាយើងត្រូវបាត់ប្រវត្តិរបស់ប្រជាជនខ្មែរយើងហើយយើងពឹងផ្អែកទៅលើតែសិលាចារឹកមួយមុខវាអត់គ្រប់គ្រាន់ទេអញ្ចឹងបានថាអ្នកប្រវត្តិសាស្ត្រគេពឹងផ្អែកទៅលើសិលាចារឹកហ្នឹងវាសំខាន់បំផុតហើយក៏ប៉ុន្តែក៏ពឹងផ្អែកទៅលើកំណត់ហេតុរបស់លោកជីវតាខ្វាន់ដែរហើយនឹងពឹងផ្អែកទៅលើប្រិយមិត្តដឹងអីហ៎លើទំនៀមទម្លាប់ភាសាប្រពៃណីរបស់ប្រជាជនខ្មែរដែលនៅមានដល់សប្តាហ៍ថ្ងៃចាអញ្ចឹងគេមើលតាមទឹកតាំងហ្នឹងហើយមួយចំណុចទៀតគឺគេពឹងផ្អែកទៅលើសំណេះសំណល់ដែលសល់ណារបស់ប្រជាជនខ្មែរដែលសល់ពីសម័យមុនដូចជាក្បឿងដូចជាភៀតដូចជាកឡដូចជាអ្វីដែលវាអត់រលាយវាបែកបាក់មែនតែវាអត់រលាយចាអញ្ចឹងគេពឹងផ្អែកទៅលើខ្ញុំមិនដឹងថាពាក្យបច្ចេកទេសគេហៅអីទេសំណល់សល់ហ្នឹងណាចាអញ្ចឹងគេពឹងផ្អែកទាំងអស់ហ្នឹងណាបានគេដឹងថាខ្មែរយើងពិតមែនណាប្រិយមិត្តកុំចាញ់បោកគេសិតតែជារបស់ខ្មែរយើងពិតមែនគេស្រាវជ្រាវឃើញអស់ហើយយើងហ្នឹងមានឈាមជាប់ពីនឹងមកមែនណាគេអត់កុហកទេពីព្រោះគេក៏អត់ជឿដែរមុនដំបូងគេឃើញយើងល្ងងគេឃើញយើងក្រីក្រគេឃើញយើងស្ថិតនៅក្នុងភាពលំបាកតោកចាស់ហើយយើងលំបាកតោកចាស់ដោយសារណាគេដោយសារពួកវាហ្នឹងណាចាអញ្ចឹងគឺការពិតទៅគេរកឃើញអញ្ចឹងមិនថាអូយដោយសារគេរកឃើញអញ្ចឹងជីវតាខ្វាន់ទៅសេទុកអញ្ចឹងដល់អ្នកស្រាវជ្រាវបារាំងក្រោយមកទៀតក៏គេនិយាយថាអ្នកការទូតរបស់ស្ដេចល្វីទី14បានមកជួបនឹងស្ដេចសៀមកាលពីឆ្នាំ1900 1600ប្រហែលអញ្ចឹងទៅហើយឃើញស្ដេចសៀមហ្នឹងតាមបង្អួចគេចង់និយាយថាតាមបង្អួចហ្នឹងគឺធ្វើតាមទម្លាប់របស់ស្ដេចខ្មែរយើងចាខ្ញុំបង្ហាញសភៅនឹងទូជារូបហ្នឹងខ្ញុំអត់ចាំទំព័ររូបស្ដេចតាមអួចហ្នឹងណារូបមួយហ្នឹងណាផុសមួយហ្នឹងណាយកខ្ញុំទៅដាក់ពេញក្រុមប្រិយមិត្តអើយហើយការនោះរាយការខ្ញុំហើយអរគុណហើយប្រិយមិត្តណាដែលបានជួយទៅសេ review ឲ្យខ្ញុំកាលពីជំនាន់ពួកវាហ្នឹងណាខ្ញុំអរគុណច្រើនហើយខ្ញុំឃើញចូលទៅសេច្រើនណាជួយខ្ញុំបានឆ្លើយអស់ទេពីព្រោះប្រហែល100 review ចាកុំអីនឹង Facebook បាត់ភ័យខ្ញុំអត់ឲ្យគ្នាយើងបើឃើញទេក៏មកថាអូយប្រិមិត្តមួយចំនួនចូលទៅសេល្អខ្ញុំអានហើយការចូលទៅសេរបស់ប្រិមិត្តដែលធ្លាប់ទៅសេឲ្យខ្ញុំហ្នឹងម្នាក់អាចទៅសេបានតែមួយដងគត់លុបក៏មិនបានដូរក៏មិនបានដែរ review ហ្នឹងសំខាន់ណាស់អញ្ចឹងបានពេលវាចូលទៅសេ Facebook គេរាប់បញ្ចូលហ្នឹងណាម្នាក់កណនី Facebook មួយទៅសេបានតែមួយលុបមិនបានដូរមិនបានអ្នកណាលុបក៏បានដែរម្ចាស់ខ្លួនអ្នកទៅសេលុបក៏បានខ្ញុំម្ចាស់ Facebook ដែលគេទៅសេឲ្យខ្ញុំលុបក៏អត់បានដែរប្រិមិត្តហាហ្នឹងគឺសំខាន់ដល់ចឹងបានពួកវាចូលសេឡើងចង់លឿងហើយប្រិមិត្តឡើងច្រើនចូលជួយខ្ញុំកាលហ្នឹងដឹងខែណាខ្ញុំអត់ចាំទេដូចជាក្នុងឆ្នាំ2026ហ្នឹងចាប្រហែលខែ4ខែអីហ្នឹងមិនដឹងទេចាហើយរូបហ្នឹងនេះហើយគេទៅសេអីទាំងអស់ហើយវាយករូបខ្ញុំមួយហ្នឹងណាពួកវាហ្នឹងវាអត់មានរូបហ្នឹងទេហើយវាយករូបខ្ញុំហ្នឹងណាទៅធ្វើរបស់វាអីទាំងអស់រូបហ្នឹងគឺរបស់វាពិតមែនប៉ុន្តែក្នុងសភៅរបស់ខ្ញុំចាក្នុងសភៅរបស់ខ្ញុំហើយដែលគេទៅសេប្រវត្តិថាជីវតាខ្វាន់បានឃើញស្ដេចតាមបង្អួចអីអញ្ចឹងហើយអញ្ចឹងទៅអ្នកការទូតបារាំងហ្នឹងបានមកជួបស្ដេចរបស់សៀមហើយស្ដេចរបស់សៀមបានយកទម្លាប់តាមបង្អួចហ្នឹងដូចស្ដេចខ្មែរចាគេមិនមែននិយាយថាអ្នកហ្នឹងស្ដេចខ្មែរទេគេនិយាយថាអ្នកហ្នឹងស្ដេចសៀមហីឈ្មោះអីគេនិយាយចឹងគ្រាន់តែគេថាយកទម្លាប់តាមស្ដេចខ្មែរអញ្ចឹងចង់និយាយថាប្រពៃណីគឺយកតាម
tam sạch khmer cha chẳng á chẳng ui mùi nông mà phô nông tha xả hai mỏ xả hai khi mà đã riêng rồi tha xả hai đó thằng này hay vi vô từ bật che cầm hông không krom vi trao nào vi bật che cầm hông thạc nhom nông bầm mạt bèn hạt sa thạc nhom nông lùi rụt thọt rồi bao phụ kê nông mà thôi chưa rồi bao sải luôn anh tam bắt prey mà đây khi nhom ấy tới lùi hụt anh na khi nhom miên sập hơi bạc nhom hay khi nhom ăn ban vậy tha rụt nông sải mai tê cứ sải xiêm khi nhom vậy sải xiêm còn là khi nhom vậy ha tùm loạp nông cứ tùm loạp rồi bao sải mai đai chiêu tạc khoan á ban khơi chỉ xả xây bây mặt cật mơ còn là hướng năng rương tạt đá một bọt xa qua bát thoa và bay này kia na bây mặt nát khơi nhỉ cứ nè ca tu nè cái mao hay miền nè ấy sập pe bạc cụt bạc ấy sa tai tam tầm liêm tầm loa rồi bọc mai dương tặng bây mặt ấy cật mơ hay của năng bị khăng đào bản năng chẳng bàn tha môi bị phộp lốc miền tâyประเทศ môi năng cột đai đàn đam bọc kê hai đàn đam mà đây giờ thoa và bay này tầm liêm tầm loa kê hai chào được cha đào kê tha chỉ chào với nhá đây mẫn chào cha đào kê tha chỉ chào với nhá cật mờ đọc nạn nắng lấy sống chọc thiên bọt tị pí chỗ đó thiên bọt tị bay thiên bọt tị bay để tôi không anh tôi nhưng đôi khi cho ngày đến vậy là không anh tôi năng anh tôi tầm nương chả anh tôi tầm nương thiên bọt tị mui tị pí lại chỗ đó tị bay nắng có độ sẽ đi những đây còn là ha nhóm thọp thôi bị đầu ha hay chân nhóm có trong cran rồng lực bây mặt mai dương môi chủng muốn cùng ao tranh bao của vật xa hoặc bao phụ năng cái không bằng play không này thôi ơi mai dương năng vô trả lòng của vật xa hoặc bạc luôn ai cái pro cái thọp liên tiên dương cái thọp thôi ba dương ba nó là chân tới cái cật hai dương năng tiền có cái nơi tập thôi ba ban mà chỉ vật bạn to chiết chẳng nó to chiết vậy to chiết ở phụ cái trận này nhưng to chiết đài chẳng chẳng ở cái nơi ta màu mơ nghe dương chẳng ai phụ năng mơ nghe nè chả cái pro riêng của vật xa khai nhưng chẳng ngon là miền chân chuyện năng nơi sọc cày mà cần nổ hay có mình tên sập hư để kia ta xây nơi khéo bật năng mơ tới cha riêng tàu bật luôn ấy nhá bảo là cha năm râu năng này ta xây một xa hay đã được nông cam thi sắc xa tăng thạ thị buôn đó nơi sọc kê nó sọc chật khang nhưng nó kê riêng của vật xa khai năng tăng thạ thị buôn cha ai đây ban khi nhung để dây cha nghĩ khi nhung mình nghĩ luôn ai nhé ná cha cứ sắc xa cha rồi bỏ chân chiết thay luôn ai nấm đại ban sòng pia cho mùi năng cả sai đợt diplomat á rồi có cả sai mùi na thế chả đôi chị đợt diplomat thôi á sa cha nó vây khmer nhá là ngày bắt tay cây này chạy đằng chân tới quạt ban sòng pia ban này giấy tha đây xa tao bảo quạt xa khai bảo quạt xa đại bằng riêng ao chân chiết thay tăng bị thả thị buôn nắng ao miên chuyện để giống ao cất tha kế bạch bong tật đấy mà lơ bề khmer dướng đại xa tay anh này cùng bà hàng chả chẳng cái bền tăng bị tôi máu đây mà cất mở chân tới vừa cái chuyện để dùng á tăng tỷ dụ là hai hay khmer dướng từ tê kê tận nhom tận kê ấy nắng dướng ở bàn đằng hạ cây sọp dướng đặt hạ đằng tê ở đằng hạ cây mưa nghi dướng đặt hạ đằng tê khi nhom mà chỉ vật ní ha khi nhom ở tơ tê khi nhom chọc tơ hai chả bà khi nhom chi hợp bàn á khi nhom ở tơ tê lực lên thả ô chăm bạch bằng phật nơi không chỉ vật hạt thở tơ đằng bàn khi nhom tơ bà ơi khi nhom tơ lên bà ơi khi nhom tơ thôi tiếc khi mà tơ tê chả hay bật tê nơi chuột khang nâng á khi nhom tơ chả những cây bật tê nâng mỏng mình đưa tơ lên tê để xa được muốn nâng khi nhom thôi ca khiêm thôi ca chứng kê xa oi tư bịch chung hay thưa sẽ ca xả la rư cổ vẹn mình đo ấy kê rơ ti tăng bằng co năm chả là chân khiêm từ training từ workshop ấy riêng ấy nơi nắng mà tật ấy rư có bay buồn ngay ấy rư có biệt tật ấy chả nó là nắng chả nó hay bờ khiêm từ lên đời luôn ấy khiêm thọp tư mũi mặt hẹt khiêm hay nắng cầm cua xa bạc quán nó khiêm ăn tư tầm đo tề chả đây khiêm ta đa lên ở trung vinh nó không tề kê nó ngắt chả mình thà ở tê mình thà dương sọp kia dương thà ở tê vì xa thay một hộp ấy ngang dương dương từ tôi vô ba này xa vì sự điện kia cho vô tập dương tới khoảng cái thay một tê thay một ấy chân ốc trà thay em sập hoàn hiệp ấy chân tới chân mình thà nhóm chọc tới ấy tê nằng hay lần ní châu đò thì nó bọt tị bay hay rút sàn cô quạt dương muối rút đây kia thưa đưa kia thưa chậm lại tôi mùi chẳng hay cái đã tăng nơi sạm tin nơi tê phải ấy cái đã năm một quan bay rối cây sập rạp buồn cái tha và sạt khmái bàn tay cái gì tha bị mũi cái gì tha xiêm nơi bị khổ bộ viên năng bị ban rụng mùi năng vì vô mà đạn được không còn mình dương sân tại cục kia đây mà đai khơi rụng năng ấy chà khi mà bạn anh mới khi mà đang rô khơi ở liếm ấy rụng năng khi mà thọp bằng hai trong video clay hao vậy bàn tay bộ kia nơi tại nặng tiền hình chân nè tam đán
ចេះតែមានថ្មីរហូតទៀតអត់ដឹងថាបានមើលវីដេអូខ្ញុំមុននឹងដែរឬក៏អត់ទេហើយកុំឲ្យប្រិយមិត្តឆ្ងល់ថាហេតុអីបានជាប្រាសាទខ្មែរហើយតែសេដាក់អក្សរថាសៀមហើយឆ្នាំ1899ខ្ញុំរករូបនឹងសិនដឹងនៅណាប្រិយមិត្តនេះឃើញឥឡូវខ្ញុំបើកធំតិចអើយលុបបាត់អានេះអត់សូវធំអញ្ចឹងបើអត់សូវឃើញចាំផ្លេតពីព្រោះពេកខ្ញុំអត់បានរូបថតវាច្រើនណាខ្ញុំដាក់ក្នុងអាល់ប៊ុមមួយដែរតែនេះដឹងទេចានេះហើយរូបមួយនេះណាប្រិមិត្តចារូបមួយនេះរូបមួយហ្នឹងណាប្រិមិត្តដែរឃើញទេរូបមួយហ្នឹងប្រិមិត្តកុំចាញ់បោកពួកអាហ្នឹងឲ្យសោះណារូបមួយហ្នឹងគឺថាឆ្នាំ1890ម៉ាន95ហ៎ចឹងរូបអង្គរវត្តហ្នឹងណាគឺដោយសារតែនៅក្នុងឆ្នាំ1899ហ្នឹងគឺសៀមហ្នឹងនៅគ្រប់គ្រងខេត្តមួយចំនួនជាប់ព្រំដែនហើយគ្រប់គ្រងហ្នឹងស្ដេចសៀមហ្នឹងមកនៅក្នុងទីក្រុងអង្គរហ្នឹងផងហើយនឹងឲ្យស្ដេចត្រាញ់ខ្មែរយើងគឺគេហៅលោកម្ចាស់ការជំនាន់ហ្នឹងលោកម្ចាស់ហ្នឹងណាលោកម្ចាស់កថាថនឈុំក្រុមគ្រួសារចៅហ្វាក់បែនចាអញ្ចឹងជាអ្នកគ្រប់គ្រងរហូតដល់ឆ្នាំ1907បានបារាំងទាមទារយកខេត្តហ្នឹងមកឲ្យប្រទេសខ្មែរវិញបានអញ្ចឹងមិនបាច់ឆ្ងល់ទេ1890ជាងហ្នឹងគឺដោយសារតែខេត្តរបស់យើងហ្នឹងនៅក្រោមចំណុះរបស់ប្រទេសសៀមចឹងហើយអ្នកប្រវត្តិសាស្ត្រគេអត់មានកុហកទេគេមិនមែនថាប្រាសាទហ្នឹងរបស់សៀមទេគ្រាន់តែគេនិយាយថាប្រាសាទហ្នឹងជាចំណុះរបស់សៀមដោយសារជំនាន់ហ្នឹងសៀមវាគ្រប់គ្រងខេត្តមួយចំនួនជាប់ព្រំដែនហើយស្ដេចខ្មែរយើងបានចាក់ចោលក្រុងអង្គរយូរណាស់ហើយចាចុះពួកគេគ្រប់គ្រងយកអ្វីអស់ពីក្នុងប្រាសាទយើងហ្នឹងណាចាអញ្ចឹងយើងមិនបាច់ឆ្ងល់ទេហើយពួកគេច្រើនតែសើចំអកឲ្យយើងរហូតអញ្ចឹងឯងចាហើយអារូបផ្សែងបដិមានៅក្នុងទឹកអីហ្នឹងក៏ខ្ញុំបានបញ្យល់ដែរកុំចាញ់ច្រាបគេឲ្យសោះអារូបខ្លះហ្នឹងថាដូនតាខ្មែរយើងជាអ្នកលួចបដិមាទៅឲ្យបារាំងមែនទេចាមែនទេខ្ញុំបានផុស live វីដេអូនៅក្នុងថ្ងៃនេះហើយខ្ញុំបានបញ្យល់ក្នុងហ្នឹងហើយបើប្រិយមិត្តអត់បានស្ដាប់ទេថា idol ខ្ញុំហ្នឹងលោកលវីដេឡាប៉ុកទៅបានមកដល់ជួបស្ដេចសៀមជួបអីហ្នឹងណាអារូបផ្សែងព្រះបដិមានៅក្នុងទឹកហ្នឹងគ្នា70ទៅ80នាក់ផ្សែងព្រះបដិមាហ្នឹងអញ្ចឹងប្រិយមិត្តចូលទៅមើលដែលខ្ញុំផុសនៅក្នុងថ្ងៃនេះណាចាវីដេអូមួយវែងហ្នឹងចាខ្ញុំនិយាយហើយចាតាក់តងដែរគ្រាន់តែវាវែងអញ្ចឹងមានចំណុចជាច្រើនទៀតហើយយករូបជនជាតិភាគតិចយើងអីណាថាអូខ្មែរពីដើមស្លៀកពាក់ជនជាតិភាគតិចធម្មតាប្រិយមិត្តគ្រប់ប្រទេសណាក៏គេមានជនជាតិភាគតិចដែរប្រទេសខ្មែរយើងមានជនជាតិភាគតិចមកកណោនិយាយភាសាជនជាតិភាគតិចផ្សេងគ្នាអីមានភ្នងមានគួយមានអីគេទេខ្ញុំចាំអត់អស់ហើយជនជាតិភាគតិចខ្មែរយើងច្រើនណានៅមណ្ឌលគិរីរតនគិរីអីហ្នឹងមានច្រើនហើយជនជាតិភាគតិចរបស់ពួកគេហ្នឹងក៏មានដែរចារបស់ពួកគេក៏មានការស្លៀកពាក់ខុសគ្នាភាសាអីខុសគ្នាអញ្ចឹងណាខ្ញុំបង្ហាញសភៅជនជាតិភាគតិចខ្ញុំធ្លាប់ហោះដែរគាត់ថានិយាយចេះសភៅនៅមុខអញ្ចឹងខ្ញុំបង្ហាញហ្មងទៅចាអ្នកជនជាតិភាគតិចរបស់ពួកគេក៏មានដែរចាពេលដែលខ្ញុំនិយាយអញ្ចឹងមិនមែនថាយើងរើសអើងជនជាតិភាគតិចទេចាគាត់ថាពួកគេចង់ទាញអស់ហ្នឹងដើម្បីមើងងាយយើងអញ្ចឹងយើងត្រូវដឹងថាពេលបារាំងទៅធ្វើការតាមតំបន់ខ្លះហ្នឹងក៏ជួបជនជាតិភាគតិចបារាំងក៏បានថតទុកមិនមែនខ្មែរទាំងអស់អញ្ចឹងទេហើយទោះជាថតមួយជនជាតិភាគតិចក៏អត់មានខុសអីដែរពីព្រោះជាជនជាតិភាគតិចរស់នៅក្នុងប្រទេសកម្ពុជាពិតមែនចាប៉ុន្តែប្រជាជនជាទូទៅគឺមិនមែនជនជាតិភាគតិចទេដូចតែពួកគាត់អញ្ចឹងដូចតែពួកក្មេងតូចអញ្ចឹងនេះជនជាតិភាគតិចគេហើយប្រិយមិត្តពិនិត្យមើលការតុបតែងមួកតុបតែងសក់មើលឃើញទេឥឡូវនិយាយម្នាក់ឯងខ្ញុំអត់ដឹងអ្នកណាមើលអត់ទេនិយាយម្នាក់ឯងឲ្យជួយទៅសេមួយម៉ាត់អត់មានអ្នកណាជួយទៅសេដល់អញ្ចឹងខ្ញុំអត់ដឹងមានអ្នកណាមើលអត់ហើយសភៅនេះណាសភៅនិយាយពីប្រទេសថៃហ្នឹងគេនិយាយច្រើននៅក្នុងនឹងអញ្ចឹងសូម្បីតាការរៀបពិធីមង្គលការអីក៏គេនិយាយដែរណាសភៅអញ្ចឹងអ្នករៀបពិធីមង្គលការចាគេមាននិយាយច្រើនក្នុងនឹងហើយគេនិយាយភាគច្រើនគេនិយាយល្អនិយាយអំពីដូចថាចុះគេនិយាយទៅសេពីប្រទេសមួយប៉ុន្តែគេអត់កុហកប្រវត្តិទេចាហើយនិយាយអំពីសិល្បៈរបាំថាអាវអីនេះក៏គេបង្ហាញដែរចានេះបង្ហាញដែរចាចឹងគេបង្ហាញច្រើនណាស់ហើយបើសភៅមួយដែលផុសរូបប្រកេះព្រះនៅក្នុងឫសឈើចាហ្នឹងនៅក្នុងវត្តមួយនៅអាយុធ្យាចាអាយុធ្យាក៏ជាអតីតរបស់ប្រាសាទខ្មែរយើងដែរអញ្ចឹងសភៅប្រវត្តិសាស្ត្រមួយហ្នឹង
ពួកគេនឹងអត់យល់ប្រវត្តិសាស្ត្រទេគេថាខ្មែរយើងជាអ្នករៀបរៀងសំបីតែសភៅប្រវត្តិសាស្ត្រហ្នឹងក៏យករូបរបស់អាយុធាទៅដាក់នៅក្នុងសភៅប្រវត្តិសាស្ត្ររបស់ខ្មែរដែរតែពិតប្រិមិត្តមិនមែនសភៅរៀបរៀងឡើងដោយខ្មែរយើងនៅក្នុងប្រទេសខ្មែរអ្នកប្រាជ្ញខ្មែរអ្នកជំនាញខ្មែរទេចាគឺជាអ្នកជំនាញជនជាតិបរទេសអ្នកល្បីល្បាញទៀតផងចាអញ្ចឹងសភៅហ្នឹងប្រហែលរនៅស្រុកខ្មែរមានដោយសារអីដោយសារវាតូចអញ្ចឹងគេយកទៅលក់អីប្រហែលអត់ថ្លៃអញ្ចឹងតូចឲ្យស្រាលអញ្ចឹងប្រហែលមានហើយអញ្ចឹងប្រិមិត្តមើលគេដាក់អង្គរនៅពីក្រោមហើយរូបនេះនៅពីលើមិនមែនមានន័យគេចង់និយាយសៀមនឹងនៅពីលើខ្មែរទេគឺជារបស់ខ្មែរទាំងអស់មើលចំណងជើងមើលនេះអរិយធម៌របស់អង្គរចាអរិយធម៌របស់អង្គរចាអញ្ចឹងគេចង់និយាយថាទាំងអស់នឹងរបស់ខ្មែរជាអតីតអាណាចក្រខ្មែរហើយសភៅនោះមិនមែនដោយខ្មែរយើងទេចាមើលឈ្មោះអ្នកនិពន្ធផងអ្នករៀបរៀងអ្នកប្រាជ្ញអ្នកល្បីមួយណាចាមិនមែនអ្នកធម្មតាតូចតាចអីទេសិតតែល្បីអញ្ចឹងសភៅអញ្ចឹងខ្ញុំគិតថាប្រហែលមានហើយនៅហាងសភៅស្រុកខ្មែរយើងប្រិយមិត្តអាចទៅរកទិញបានទេដោយសារស្រាលទេចាស្រាលហើយតូចអញ្ចឹងនៅតាមអាណាគៀស្រុកខ្មែរកន្លែងលក់សភៅស្រុកខ្មែរប្រហែលគេលក់ដោយសារវាតូចស្រួលលក់ស្រួលអីស្រួលកាន់យកទៅតម្លៃធូរថ្លៃអីក៏មិនដឹងអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាឲ្យតូចអញ្ចឹងប្រហែលជាមានណាប្រិយមិត្តលើកលែងថាជាសភៅធំបានអត់មានហើយដូចសភៅនេះអីខ្ញុំមិនគិតថាមានលក់ទេចានេះសភៅនេះអូសភៅនេះក៏ផ្អើលដែរក៏ពួកនឹងខំខ្ញុំចេខ្ញុំរាយការខ្ញុំសាហាវហ្មងពេលណាមួយនោះខ្ញុំបង្ហាញសភៅនឹងអំពីភាសាសំខាន់របស់អាណាចក្រខ្មែរមិននិយាយភាសាទាំងអស់ទេនិយាយភាសាខ្លះហ្នឹងនិយាយពីថាអូយខឹងខ្ញុំដល់កហើយសំបីសភៅហ្នឹងក៏គេនិយាយដែរថាភាសារបស់ខ្មែរណាតាមផ្លូវទៅភិម៉ៃហ្នឹងចុះយើងដឹងឯពីអង្គរធំខ្លោងទ្វារអង្គរធំទៅមានផ្លូវ highway ណាផ្លូវរបស់អាណាចក្រខ្មែរផ្លូវធំហ្នឹងអញ្ចឹងទៅតាមផ្លូវហ្នឹងតាមជួរភ្នំដងរ៉ែចេញតាមណាបែកផ្លូវអាណាចក្រខ្មែរបែកទៅច្រើនប្រភពហ៎អញ្ចឹងទៅគេនិយាយថាប្រាសាទសំបីតែប្រាសាទភិម៉ៃប្រាសាទភ្នំរុងប្រាសាទអីគេសំយុទ្ធអីចឹងណាក៏គេនិយាយឲ្យប្រាសាទតាមាន់ធំអីហ្នឹងក៏គេនិយាយក្នុងហ្នឹងដែរគាត់ថាគេថាដូចប្រាសាទភិម៉ៃភ្នំរុងអីហ្នឹងបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃអញ្ចឹងណាចាហើយសភៅនេះធ្ងន់ណាស់ណាប្រហែល3គីឡូកន្លះអីហ៎អញ្ចឹងខ្ញុំមិនគិតគេយកទៅលក់នៅស្រុកខ្មែរទេដោយសារវាធំហើយអញ្ចឹងវាថ្លៃណាចានេះចាមើលវាគេទៅសេឃើញទេអង្គរធំទៅភិម៉ៃចាគេសេថាអង្គរធំទៅភិម៉ៃអញ្ចឹងអង្គរធំទៅភិម៉ៃហ្នឹងមានភាសាតាមាន់ធំតាមាន់តូចភ្នំរុងអីភាសាដែលអាណាចក្រខ្មែរយើងធ្វើទៅតាមផ្លូវធំរបស់អាណាចក្រខ្មែរចាហើយនេះជាប្រាសាទភ្នំរុងចានេះប្រាសាទធ្វើពីឥដ្ឋពណ៌កាឈូកណាប្រិមត្តអត់តសេអីខ្ញុំចេះទៅមុខហើយតិចទៀតចប់ហើយនេះប្រាសាទភិម៉ៃចាប្រាសាទភិម៉ៃអូយសភៅនេះធំណាស់ហើយប្របាករត់ទិញដែរអានេះជាភាសាបារាំងហើយខ្ញុំឲ្យតែមានខ្ញុំទិញទាំងពីរភាសាភាសាបារាំងនេះសភៅវាធំហើយវាស្អាតចាវាស្អាតមើលត្រជាក់ភ្នែកដល់ភាសាអង់គ្លេសគេបោះក្រោយអញ្ចឹងវាតូចជាងអញ្ចឹងណាប៉ុន្តែពេលខ្លះភាសាបារាំងកន្លែងខ្លះខ្ញុំអត់សូវយល់អីអស់អញ្ចឹងព្រោះខ្ញុំមិនមែនអ្នកបកែមើលបារាំងអីហ្មងទេខ្ញុំមើលយល់ខ្លះមិនយល់ទាំងអស់អញ្ចឹងខ្ញុំក៏ទិញជាភាសាអង់គ្លេសមួយទៀតអញ្ចឹងណាចាអញ្ចឹងសភៅខ្ញុំមើលដល់យល់ខ្ញុំទិញពីរភាសាដោយសារវាស្អាតវាធំអញ្ចឹងណាអញ្ចឹងខ្ញុំថាត្រូវទិញទុកអញ្ចឹងឲ្យមានរូបស្អាតណាប្រិយមិត្តអើយខ្ញុំអត់ចេះនឿយណាយនឹងបើកមើលសភៅអស់ហ្នឹងឯងនិយាយទៅថាដូចប្រិយមិត្តខ្ញុំម្នាក់ក៏ថាមកបានសភៅទោះមិនចេះអានក៏យកទុកដែរចាស្អាតហ្មងណាហើយកាលពីម្សិលមួយថ្ងៃអីខ្ញុំបានសរសេរនៅក្នុងផុសរបស់ខ្ញុំមួយដោយសារខ្ញុំមាន top fan របស់ខ្ញុំទាំងអស់ម៉ានអ្នកចាមាន top fan ហ្នឹងគឺ Facebook ជាអ្នកជ្រើសរើសឲ្យចានេះខ្ញុំនិយាយចប់រឿងខ្ញុំសុំបញ្ចប់រឿងក្មេងតូចហ្នឹងទៅអញ្ចឹងអរគុណហើយជូនពរសុខសប្បាយរីត្រីសួស្តីនៅប្រទេសកម្ពុជាហើយនឹងអរុនសួស្តីសៃយ័នសួស្តីនៅប្រទេសផ្សេងអរគុណច្រើនជម្រាបលា